បាទសូមគោរពសម្ដេចក្នុងថ្ងៃដំអស់លោកលោកស្រីនិយមឲ្យទៅតាមដានបាទទស្សនា GBN News 24ម៉ោងលើ24ម៉ោងបាទគណៈពេលនេះដែរខ្ញុំបាទ GBN News ស្ថិតនៅក្នុងភូមិអកាហេបាទភូមិប្រៃកុយស្រុកកងមាសខេត្តកំពង់ចាមដែលចំនួនរឿងដីធ្លីរបស់លោកតាដែលរ៉ាំរ៉ៃជាយូរមកហើយគឺចំនួនទៅដល់2ឆ្នាំហើយដែលខាងភូមិខាងអាជ្ញាធរដែលលោកមិនទាន់ជួយដោះស្រាយឲ្យចប់សពគ្រប់ហើយក៏មានភាគីមួយចំនួនទៀតដែលមកធ្វើបាទជាលបងធ្វើជាដូចជាផ្ទះចឹងបងប្អូនទស្សនិកជនបាទបងប្អូនមើលកន្លែងខាងក្រោយណាបាទហើយឥឡូវនេះលោកតាការទុកមិនសុខចិត្តដោយសារតែលោកមិនទាន់ដោះស្រាយនៅរឿងដីរបស់លោកចប់មិនទាន់ដោះស្រាយនៅគេហៅថាលុយណាបកគោលមកឲ្យតាចប់ហើយឥឡូវនេះក៏មានភាគីមួយចំនួនទៀតក៏ប៉ុន្តែលោកតាបានជំរាបថាពេលដែលគេមកធ្វើនេះមិនទាន់មានបាទភូមិអីមកប្រាប់គាត់ទេឬក៏មិនគេអ្នកធ្វើនេះមិនទៅជំរាបភូមិទេឬក៏អំណាចទឹកលុយគ្របសង្កត់ទៅលើបាទគាត់អត់ទៅហើយឥឡូវនេះសូមលោកតាសម្ភារលោកតាដូចតទៅបាទតាសូមលោកតានិយាយឲ្យអស់មកសូមលើកដៃលើកដៃដល់អាដៃសម្ដេចចូលដៃដងនឹងលោកអុកញ៉ាទាំងអស់ដែលមានវត្តមាននៅក្នុងទូនឹងខ្ញុំសូមជំរាបថាការដើមឡើយដីនឹងខ្ញុំមកទិញនឹងដីព្រៃទេអត់ទាន់មានអញ្ចឹងទេអត់មាននៅក្នុងរូបភាពនឹងទេហើយខ្ញុំទិញហើយធ្វើកិច្ចសន្យាសវត្តស្នាមជាមួយមេភូមិមេឃុំចប់សពគ្រប់អស់ហើយក៏ក្រោយមកគាត់មកទិញពីខ្ញុំទៅវិញខ្ញុំក៏លក់ឲ្យហើយតែអត់អពុលលុយខ្ញុំឲ្យគ្រប់អត់គ្រប់ទេដោយតាមកិច្ចសន្យាទេតាំងពីថ្ងៃ20ខែ3 2023មកទល់ដល់ឥឡូវនេះខ្ញុំទៅជម្រាបលោកមេឃុំថាឲ្យជួយដោះស្រាយភាគីនឹងអត់យកលុយមកបកគលឲ្យទេវាគ្រប់កិច្ចសន្យាហើយតែមេឃុំមិនព្រមដោះស្រាយឲ្យខ្ញុំសោះតែក្រោយមកមានភាគីមួយខាងទៀតមកសាងសង់លើដីខ្ញុំបាត់តែមិនទាន់មានចំនួនហ្នឹងអត់បានប្រាប់អាជ្ញាធរឬអត់បានប្រាប់ព្រោះបាត់តទេដូច្នេះខ្ញុំប្រកាសទុកមិនសុខចិត្តខ្ញុំសូមឲ្យអ្នកព័ត៌មានជួយផ្សព្វផ្សាយឲ្យខ្ញុំដើម្បីរកយុត្តិធម៌ខ្ញុំបាទផងពួកខ្ញុំនេះមានតែចៅមួយនៅក្នុងបន្ទប់ឲ្យចិញ្ចឹមចៅតែមួយនេះទេបាទហើយខ្ញុំអាយុ75ឆ្នាំទៅហើយដូច្នេះខ្ញុំទីពឹងលើអ្នកសារព័ត៌មាននឹងទូទាំងអស់ដែលបានផ្សាយជូនឲ្យខ្ញុំឃើញជាស្ដាយនេះសូមជួយមេត្តាតែប៉ុណ្្នឹងឯងសូមជួបតែសេចក្តីសុខតែអញ្ចឹងតាចៅចង់សួរលោកតាបន្តទៀតតាពេលដែលគេមកធ្វើដីនេះតើគេមានទៅជំរាបមេភូមិណាមេភូមិឲ្យបានដឹងទេថាដីនេះកំពុងតែមានចលុះហើយគេមកធ្វើថាគេមានជំរាបអីទេតាហើយតាទៅសួរមេភូមិតើបកគោឈ្មោះហ្នឹងឈ្មោះអីតែមេភូមិគាត់មានដឹងឮទេតាហើយខ្ញុំជម្រាបថាខ្ញុំបានទៅសួរមេភូមិដែរតែមេភូមិថាអត់ដឹងទេមិនដឹងទេឈ្មោះណាអញ្ចឹងគេមកសាងសង់គេអត់ប្រាប់គាត់ដែរតែប៉ុណ្ណឹងបាទខ្ញុំសួរតែប៉ុណ្ណឹងសួរទៅគាត់ថាអត់មានដឹងអ្នកណាមកប្រាប់ខ្ញុំថាអីគេធ្វើអីក៏ខ្ញុំអត់ដឹងដែរប៉ុណ្ណឹងទេអញ្ចឹងការសាងសង់នេះគេអត់មានជំរាបប្រាប់ដល់ភូមិឃុំទេឲ្យដឹងទេតាណាបាទអញ្ចឹងលោកតាបានទៅសួរដែរថាពលណាមកសាងសង់ទៅលើដីដែលលោកតាកំពុងតែមានចំនួនទិញពីបកគោឈ្មោះរុនហ្នឹងបាទដែលគាត់មិនទាន់នឹងសងលុយទូមិនទាន់ទូគាត់អស់ហើយនៅក្នុងកិច្ចសន្យានៅឡើយទេតែគេមកធ្វើនេះគេអត់បានទៅជំរាបភូមិឲ្យបានដឹងនោះទេអញ្ចឹងលោកតាការទុំសុខចិត្តចង់ឲ្យបាទសារព័ត៌មានយើងផ្សព្វផ្សាយជូនណាតាណាអញ្ចឹងក្មួយផ្សព្វផ្សាយអ្វីដែលតាមដែលលោកតារៀបរាប់ទេព្រោះយើងនិយាយតែពាក្យពិតយើងនិយាយមិនពិតទេវាអាចទទួលទោសនៅតាមផ្លូវច្បាប់ណាព្រោះនេះយើងមកថតទីតាំងកន្លែងដីរបស់តាណាអញ្ចឹងតាអាចមុននឹងចង់ទៅក្រោយតាអាចទៅសំណុំពរឲ្យខាងថ្នាក់លើឬក៏ថ្នាក់ខេត្តឬក៏សម្ដេចឲ្យលោកបានជួយតាថាត្រូវតែដោះស្រាយឲ្យតាឲ្យបានថាព្រោះចំនួននេះវា2ឆ្នាំហើយតាណាបាទខ្ញុំលើកដៃជំរាបសួរដល់សម្ដេចទាំងពីរជាទីគោរពនិងមន្ត្រីរាជការថ្នាក់ខេត្តថ្នាក់ស្រុកសូមមេត្តាជួយដោះស្រាយឲ្យខ្ញុំបានដោយតាមផ្លូវច្បាប់ឲ្យបានពេលឆាប់ពោះការកន្លងមកនោះវា2ឆ្នាំកន្លងមកហើយខ្ញុំឲ្យឃុំដោះស្រាយនេះវាច្រើនលើកច្រើនសារហើយខ្ញុំទៅភាសាគាត់ថាភាគីម្ខាងអត់នៅភាគីម្ខាងអត់នៅដូច្នេះខ្ញុំដាច់ចិត្តថាជំរាបដល់សារព័ត៌មានដើម្បីរកខុសរកត្រូវចំពោះរឿងរបស់ខ្ញុំបើខ្ញុំខុសគូទៅខ្ញុំទទួលទោសបើថាខ្ញុំត្រូវសូមដោះស្រាយឲ្យខ្ញុំបាននឹងដីមកវិញគាត់បានចិញ្ចឹមចៅលោកដូរទៅថ្ងៃមកទៀតមានតែប៉ុណ្្នឹងបាទអញ្ចឹងតាអញ្ចេះអញ្ចឹងតាមានប្លង់ទុនមានប្លង់សញ្ញាពីភូមិឃុំណាគេហៅថាกระดาษ
សញ្ញាប្រតិបត្តិពីភូមិឃុំដែលលោកទទួលស្គាល់ថាពិតជាដីរបស់តាមែនតាណា បាទមានសូមជំរាបទៅអ្នកសារព័ត៌មានសម្ភារខ្ញុំនឹងថាលិខិតអារែងលក់គឺមានទិញក៏ខ្ញុំមានដែរបាទមានទាំងឃុំមានទាំងភូមិឃុំសញ្ញាឲ្យខ្ញុំបាទទាំងអស់តែសញ្ញាអាដែងសម្បត្តិស្នាមហ្នឹងគឺមានគ្រប់គ្រាន់ទាំងអស់បាទ បាទអញ្ចឹងលោកតាជាចុងក្រោយនេះលោកតាអាចឆ្លងពរដល់ម្ចាស់ដីដែលសាងសង់នៅលើទឹកដីរបស់តែមិនមានចំនួនមិនទាន់ដោះស្រាយចប់នេះតើចាទៅសំណពរយ៉ាងម៉េចដើម្បីឲ្យគាត់មកជួយដោះស្រាយរឿងនេះព្រោះគាត់សាងសង់នេះគាត់អត់ដឹងដែរតាណាបាទស្រាប់តែតាឃើញគេសាងសង់ស្រាប់តែតាទៅដឹងដល់មេឃុំអញ្ចឹងទៅគាត់អាចសាងសង់ជាដល់អសន្នទៅតាណាគាត់យ៉ាងម៉េចដែរតា បាទអញ្ចឹងសូមពីនាយដល់បងសូមហៅបងឬប្អូននិងលោកមកអុកញ៉ាមន្ត្រីណាសូមទោះថាបើសិនជាបងប្អូនឮហើយថាមកសាងសង់លើដីខ្ញុំបាទនេះសូមឲ្យគាត់មកប្រាប់ដល់ខ្លួនខ្ញុំផ្ទាល់មកថាខ្ញុំនឹងបានសាងសង់យ៉ាងម៉េចហ្នឹងអត់ដឹងនៅពេលឆាប់ហ្នឹងព្រោះខ្ញុំជាទងរងចាំដីនេះថាតែអ្នកសាងសង់នោះវាអត់ស្គាល់ឈ្មោះអត់ស្គាល់អាដែងទីតាំងនឹងនៅណាអីណាហើយខ្ញុំតា ចេះចាសុំបីតែមេភូមិឬក៏អ្នកសាងសង់គាត់អត់ប្រាប់ដែរណា បាទ អញ្ចឹងតើបានសួរមេភូមិថាមានស្គាល់អ្នកឈ្មោះអ្នកសាងសង់ទេហើយមេភូមិក៏បានឆ្លើយប្រាប់តាថាគាត់អត់បានដឹងបុគ្គលម្នាក់ហ្នឹងមកសាងសង់លើដីនឹងទេពេលសាងសង់ក៏គេប្រាប់តាដែរតានិយាយចឹងមែនទេតា បាទអញ្ចឹងបាទ តានិយាយចឹងគាត់ប្រកាសមែន បាទខ្ញុំទៅសួរដល់ប្រធានភូមិគាត់និយាយដែរគាត់ថាគេអត់ដែរមកប្រាប់ខ្ញុំទោះបីសាងសង់គូមិនមកប្រាប់ខ្ញុំថាដីនឹងចំនួនយ៉ាងម៉េចក៏គេអត់ប្រាប់ដែរអត់ប្រាប់តែគេមកសាងសង់ខ្ញុំអត់ដឹងទេគាត់ប៉ុណ្ណឹង អញ្ចឹងការសាងសង់នេះប្រហែលជាខ្សែលោកធំហើយបានជាលោកមិនប្រាប់ជំរាបដល់ភូមិឃុំឲ្យបានដឹងណាតាណាបាទប្រហែលជាគាត់គិតថាដីនេះគាត់ទិញតពីបុគ្គលណាផ្សេងទៀតក៏យើងមិនទាន់បាននឹងដឹងច្បាស់សំខាន់គឺយើងជួបជាមួយនឹងម្ចាស់ភាគីអ្នកសាងសង់សំណង់នេះផ្ទាល់តែម្ដងតែមកគាត់ដូចជាយើងផ្សាយណាយើងផ្សាយពីរដងតែដែលយើងផ្សាយហ្នឹងតែតាអពឹងពំនេះយើងផ្សាយតែមិនឃើញគាត់មានការបកស្រាយពីគុំមកអត់មានសោះតាណា បាទអញ្ចឹងខ្ញុំសូមជឿនេះដល់អូនដែលបានសាងសង់លើដីសម្បត្តិដែលមានចំនួននឹងមិនទាន់ចប់នឹងសូមអូនចេញមកសាក់មកប្រាប់ដល់ខ្ញុំបាទមកថាឥឡូវ រឿងហ្នឹងវាយ៉ាងម៉េចតាណា តើរឿងយ៉ាងម៉េចព្រោះខ្ញុំវាមានចំនួនលើដីហ្នឹងដូច្នេះសូមឲ្យអូនឬលោកណាដែលមកសាងសង់លើដីហ្នឹងសូមមកជួបមេឃុំមេភូមិខ្ញុំផ្ទាល់ហ្មងបាទឲ្យគេហៅខ្ញុំនឹងទៅជួបនឹងប្អូនទាំងថៃវាចេះមួយអាហ្នឹងឲ្យបានដឹងមកចោត បាទអញ្ចឹងជាចុងក្រោយនេះខ្ញុំបាទសារព័ត៌មាន GBNU ហើយរស់មិនយូរនេះក៏សូមគោរពជម្រាបលាសម្ដេចទ្រង់ឯកឧត្តមហើយក៏សូមអំពាវនាវឲ្យផ្ដាំផ្ញើទៅដល់ខេត្តទឹកនាំរបស់យើងគឺសម្ដេចទ្រង់ឯកឧត្តមជួយពិនិត្យមើលឡើងវិញផងដោយសារតែលោកតាចាត់ទុកមិនសុខចិត្តរវាងដីនេះសំណោះវា2ឆ្នាំមកហើយបើសិនជាគាត់មកសាងសង់មិនជម្រាបដល់មេភូមិឲ្យបានដឹងធម្មតាយើងមកសាងសង់លើទឹកដីបាទណាមួយយើងតែងតែជម្រាបម្ចាស់ស្រុកចាស់ដីលោកបានដឹងក៏ប៉ុន្តែលោកតាបានទៅសួរដល់ម្ចាស់ទឹកម្ចាស់ដីយើងណាគឺលោកមេភូមិតែលោកអត់បានដឹងថាបុគ្គលនឹងមកសាងសង់លើដីនឹងទេអញ្ចឹងបើថាបុគ្គលនេះមកសាងសង់ដូចលួចដីយកហ្មងក៏យ៉ាងម៉េចតាណានេះយើងមិនហ៊ានថាទេ បាទមិនហ៊ានថាទេបាទអត់ហ៊ានថាទេ គាត់ទិញពីបុគ្គលផ្សេងណាបាទ គាត់ទិញ បាទគាត់ទិញពីផ្សេងណា គាត់ទិញលើបុគ្គលផ្សេងគាត់សំអាងលើលិខិតស្នាមយ៉ាងម៉េចហ្នឹងសូមលោកមេតាមមកជួបដល់កន្លែងមេឃុំហើយកុយនឹងផ្ទាល់ទៅប្រាប់ថាអីចេះមួយហើយខ្ញុំមកជួបផ្ទាល់ជាមួយគេតែថាឥឡូវវាយ៉ាងម៉េចដែរអានេះឲ្យអស់ចិត្តបាទ បាទអញ្ចឹងជាចុងក្រោយនេះខ្ញុំបាទសារព័ត៌មានជួយមកលោកតាបាទក៏សូមអរគុណសូមគោរពលាសម្ដេចក្បែរដំតែប៉ុណ្ណេះក៏សូមអរគុណបាទសូមជម្រាបលាបងបាយទៅដីទេបងបាយទៅដីទេបាយទៅដីអញ្ចឹង